ខ្ញុំមានក្តីសម័យមួយគេហៅថាធ្វើម៉េចខ្ញុំជួយកសិករខ្មែរយើងជួយផលិតផលរបស់ខ្មែរយើងធ្វើម៉េចដើម្បីឲ្យបាននាំទីផ្សារបរទេសចាប់ដើមពីបើកដល់ឥឡូវនេះគឺ M4 យើងបាននាំចេញទៅច្រើនប្រទេសហើយយើងជាពិសេសប្រទេសអឺរ៉ុបតែម្ដងចាដូចតាខែ9យើងបាននាំទៅប្រទេសអ៊ីតាលីហើយកាលឆ្នាំមុនយើងបានទៅប្រទេសអង់គ្លេសឆ្នាំនេះក៏យើងបានទៅអង់គ្លេសយើងបានទៅបារាំងយើងបានទៅស្វីសហើយយើងក៏បានទៅសហរដ្ឋអាមេរិកហើយយើងក៏បានទៅប្រទេសក្នុងអាស៊ានខ្លះដែរដូចជាម៉ាឡេសិង្ហបុរីហើយនិងហុងកុងខ្លះដែរចាមានសួរនាងខ្ញុំសម្បត្តិកល្យានជាអគ្គនាយកនៃសហគ្រាសកែច្នៃស្វាយចន្ទី M4 ដែលមានទីតាំងនៅស្តុកបាគូរាជធានីភ្នំពេញសហគ្រាសកែច្នៃស្វាយចន្ទីរបស់នាងខ្ញុំគឺបង្កើតឡើងនៅក្នុងឆ្នាំ2021ក្នុងសម័យកូវីដផ្ទាល់តែម្ដងដោយសារនាងខ្ញុំក៏ជាអ្នកចម្ការមួយរូបដែរយើងប្រកបជាការដាំស្វាយចន្ទីរយៈពេល12ឆ្នាំហើយអញ្ចឹងយើងឃើញថាវិស័យស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលខ្លាំងមែនទែននៅក្នុងស្រុកខ្មែរគឺដាំដុះស្វាយចន្ទីបានរហូតដល់1លានជាងតោននៅក្នុងឆ្នាំ2021ដែលយើងជាប់ចំណាត់លេខ1លើពិភពលោកតែម្ដងអញ្ចឹងនាងខ្ញុំគិតថាឥឡូវខ្ញុំចង់ធ្វើអីខ្លះដើម្បីធ្វើម៉េចជួយសង្កសិកររបស់យើងជួយទាំងខ្លួនឯងផងហើយជួយទាំងជាតិរបស់យើងផងធ្វើម៉េចឲ្យបានកែច្នៃស្វាយចន្ទីដើម្បីរកទីផ្សារបន្ថែមទៀតជូនដល់កសិករក៏ដូចជាជូនខ្លួនឯងផងដែរការខ្ញុំចាប់ផ្ដើមនិយាយទៅគឺយើងមានចំណេះវិជ្ជាតាក់ទងជាមួយនឹងការដាំដុះច្រើនចាហើយខ្ញុំក៏មានចំណេះវិជ្ជាតាក់ទងជាមួយនឹងទីផ្សារច្រើនដែរអញ្ចឹងខ្ញុំការចាប់ផ្ដើមកែច្នៃគឺយើងចាប់ផ្ដើមព្រាមយើងមានទស្សនវិស័យថាធ្វើម៉េចប្រឹងកែច្នៃយ៉ាងម៉េចដើម្បីដឹកនាំស្វាយចន្ទីរបស់យើងឬក៏នាំស្វាយចន្ទីរបស់យើងទៅលក់នៅទីផ្សារក្រៅប្រទេសតែម្ដងជាប់ជាមួយនឹងបទពិសោធន៍ជាមួយនឹងការជំនាញក៏យើងបង្កើតបានជាសហគ្រាស M4 ផ្ទាល់តែម្ដងគឺទំហំបច្ចុប្បន្នគឺយើងអាចកែច្នៃរហូតដល់ 5000 តោនក្នុងមួយឆ្នាំហើយសាច់សយើងបានដល់ 700 តោនហើយសាច់ដែលយើងនឹងកែច្នៃរួចដូចជាមានសបកហ្នឹង 1000 ជាងតោនក្នុងមួយឆ្នាំដែរM4 យើងបាននាំចេញទៅច្រើនប្រទេសហើយយើងជាពិសេសប្រទេសអឺរ៉ុបតែម្ដងចាដូចកាលខែ9យើងបាននាំទៅប្រទេសអ៊ីតាលីហើយកាលឆ្នាំមុនយើងបានទៅប្រទេសអង់គ្លេសឆ្នាំនេះក៏យើងបានទៅអង់គ្លេសយើងបានទៅបារាំងយើងបានទៅស្វីសហើយយើងក៏បានទៅសហរដ្ឋអាមេរិកហើយយើងក៏បានទៅប្រទេសក្នុងអាស៊ានខ្លះដែរដូចជាម៉ាឡេសិង្ហបុរីហើយនិងហុងកុងខ្លះដែរចាពីមួយឆ្នាំយើងបានជួយទិញពីសហគមន៍ផងទិញពីកសិករផងហើយក៏ដូចទិញពីឈ្មួញកណ្ដាលខ្លះដែរចាហើយយើងទិញបានច្រើនគ្រួសារតែម្ដងឧទាហរណ៍ថាឥឡូវមកកុងតឺន័រដែលយើងនាំចេញទៅប្រទេសអ៊ីតាលីថ្មីកន្លងមកនេះគឺវា14តោននៃគ្រាប់ដែលយើងកែច្នៃហើយអញ្ចឹងវាស្មើជាមួយនឹង50ទៅ60តោននៃគ្រាប់ដែលមិនទាន់កែច្នៃចាដូចដឹងអញ្ចឹងសហគមន៍អឺរ៉ុបមុននឹងគេអនុញ្ញាតឲ្យយើងចូលប្រទេសគេនីមួយជាពិសេសផ្នែកចំណីអាហារហ្មងគឺគេប្រយ័ត្នប្រយែងខ្លាំងណាគេប្រយ័ត្នប្រយែងជាងគេហ្នឹងគឺគេហៅថាស្តង់ដារសុវត្ថិភាពចំណីអាហារតែម្ដងចាអញ្ចឹងដើម្បីឲ្យបានចូលទីផ្សារហ្នឹងគឺធ្វើម៉េចឲ្យយើងមាន GMP ឲ្យយើងមាន HACCP ដែលជាស្តង់ដារសុវត្ថិភាពចំណីអាហារខ្ពស់ហើយយើងមានបូកកបជាមួយនឹងគេហៅថាអាហាររូបធម្មច្រើនរបស់ដែលល្អដែលយើងអាចនាំចូលទៅបានទស្សនវិស័យរបស់ខ្ញុំយើងធ្វើម៉េចអាចបង្កការកែច្នៃបានរហូតដល់ 20000 តោនក្នុងរយៈពេល5ឆ្នាំទៅមុខទៀតចាអញ្ចឹងអ្វីដែលខ្ញុំត្រូវការដំបូងហ្នឹងគឺយើងនិយាយថាទុនបង្វិលចាទុនបង្វិលក៏សំខាន់ជាងគេបំផុតបន្ទាប់មកយើងត្រូវការទុនធានមនុស្សក្នុងនាមខ្ញុំជាស្ត្រីមួយរូបដែលមកកាន់ការខាងដាំដុះផងខាងផលិតកម្មផងវាអត់ស្រួលទេវាពិបាកតែខ្ញុំមានក្តីសម័យមួយគេហៅថាធ្វើម៉េចខ្ញុំជួយកសិករខ្មែរយើងជួយផលិតផលរបស់ខ្មែរយើងធ្វើម៉េចដើម្បីឲ្យបាននាំទីផ្សារបរទេសអញ្ចឹងទី1គឺកាត់ចេញពីក្តីសុបិនរបស់យើងតែយើងសុបិនមិនដែរចានៅពេលដែលយើងកាត់ចេញពីក្តីសុបិនហើយយើងរៀបចំផែនការថាអូខេឥឡូវខ្ញុំត្រូវដើរតាមផ្លូវណាឲ្យបានសម្រេចដល់ក្តីសុបិនរបស់ខ្ញុំហើយឃើញថាជាក់ស្ដែងគឺមែនអញ្ចឹងខ្ញុំប្រកាសទៅបងនារីទាំងអស់គ្នាថាយើងជាម្ដាយយើងពិបាកជាងគេជាងឯងប៉ុន្តែខ្ញុំគិតថាការសុបិនឆន្ទៈពុះពៀហើយជំនះឧបសគ្គគឺអាចយើងឈានទៅមុខបានដូចគ្នាដែរ